បើយើងគិតជាតម្លៃខុសនេះខុសគ្នាប្រហែលជាប៉ុន្មានដែរបងបើសិនជាជីគ្រាប់មកបែប៉ុន្តែ100000ទៅ80000ហើយចាក់បានតែ30ដើមទេបាទទៅ20 30ដើមចាំ50ដើមហ្នឹងបាទហើយដល់ពេលជីនេះតែ5-100000មួយឈុតបាន200ដើម200ដើមអញ្ចឹងចំណេញសិនតែមួយគុណជា2បាទជា2ជា3អញ្ចឹងក្រោយពីចាក់ជីមកបងឃើញថាស្វាយបងប្រែប្រួលមិនទៅបងប្រែប្រួលវាឡើងផ្នែកថ្លាខៀវៗមកបាទស្លឹករបស់វាឡើងឯកម្ៅទេឡើងកម្ៅបេតងមកកម្ៅបេតងមកណាបាទពេលមកចាក់ឡើងពណ៌លឿងបាទឥឡូវវាឡើងស្រស់បាទជំរាបសួរបងប្អូនអរគ្នាពេលនេះខ្ញុំបានចុះមកចការអតិជនរបស់យើងបាទដែលជាអតិជនចាស់បាទជំរាបសួរបងប្អូនអរគ្នាខ្ញុំបាទឈ្មោះភិរៈដែលចការខ្ញុំធ្វើនេះនៅខាងសពជុំនៅខាងសពជុំបាទស្រុកអីដែរបងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺបាទអញ្ចឹងសម្រាប់ស្វាយបបងបាទឥឡូវហ្នឹងបងចាប់ដើមធ្វើអីហើយសម្រាប់ចការបបងនេះពីដំបូងខ្ញុំចាក់ជីបាទចាក់ជីឥឡូវដល់ថ្ងៃជំរុះផ្លឹកទាញយកត្រួយថ្មីដល់ថ្ងៃដែលយើងបាញ់ជាមួយត្រួយបាទចុះចំពោះរូបមន្តនៃការចាក់ជីបបងបងបានប្រើទៅលើរូបមន្តអីដែរខ្ញុំប្រើជាប់ចិត្តជាមួយ1គីឡូជាប់ចិត្តត្រីអិនប៉េមួយដបកាយត្រីកែងចំនួនលីត្របាទសម្រាប់លាយទឹក1000លីត្រ1000លីត្របងស្រោចបានដើមទេបងស្រោចបាន200ដើមដើមបាទចុះពាក់ព័ន្ធជាមួយនឹងរូបមន្តហ្នឹងបើនិយាយយើងគិតពីតម្លៃតើធូរជាងជីគ្រាប់ឬក៏យើងធូរឆ្ងាយបងធូរឆ្ងាយធូរឆ្ងាយធូរពីជីគ្រាប់ថ្លៃជីទឹកដែលខ្ញុំប្រើត្រីមានហ្នឹងធូរថ្លៃចំណេញបានច្រើនបើយើងគិតជាតម្លៃខុសនេះខុសគ្នាប្រហែលជាប៉ុន្មានដែរបងបើសិនជាជីគ្រាប់មកបែប៉ុន្តែ100000ទៅ80000ហើយចាក់បានតែ30ដើមទេបាទទៅ20 30ដើមចាំ50ដើមហ្នឹងបាទហើយដល់ពេលជីនេះតែ5-100000មួយឈុតបាន200ដើម200ដើមអញ្ចឹងចំណេញសិនតែមួយគុណជា2បាទជា2ជា3អញ្ចឹងចការបបងគឺបងចាក់បានមួយថ្ងៃទេបងខ្ញុំចាក់បានចាក់ជីកន្លះខែបងកន្លះខែព្រោះមួយរយៈហ្នឹងយើងភ្លៀងបាទឡោតជំរុះអត់តាន់បាទអញ្ចឹងក្រោយពីចាក់ជីមកបងឃើញថាស្វាយបងប្រែប្រួលមិនទៅបងប្រែប្រួលវាឡើងផ្នែកថ្លាខៀវៗមកបាទស្លឹករបស់វាឡើងឯកម្ៅទេឡើងកម្ៅបេតងមកកម្ៅបេតងមកណាបាទពេលមកចាក់ឡើងពណ៌លឿងបាទឥឡូវវាឡើងស្រស់បាទអញ្ចឹងក្រោយពីបងចាក់ជីចំនួន15ថ្ងៃឃើញថាស្វាយបបងចាប់ដើមហើមុខសថ្លាមកអាហ្នឹងគឺជាមុខត្រួយទេបងណាបាទអញ្ចឹងសម្រាប់វគ្គនេះគឺជាដល់វគ្គដែលបងចាប់ដើមបាញ់ជំរុញត្រួយបាទជឿសម្រាប់រូបមន្តនៃការបាញ់ជំរុញត្រួយបងប្រើគេខ្លះដែរបងខ្ញុំប្រើអន្ត្រីបើកផ្នែក99បាទ3គីឡូ3គីឡូជាមួយកាណូបា2ដប2លីត្របាទហើយជាប់ចិត្ត1គីឡូ3000លីត្របាទ1គីឡូ3000លីត្របាទ3មុខអញ្ចឹងសម្រាប់រូបមន្តនៃការបាញ់ជាមួយត្រួយគឺបងប្រើ3មុខណាបាទព្រោះឥឡូវបងកំពុងតែធ្វើការបាញ់ណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នារូបមន្តដែលបងបានណែនាំមិញជារូបមន្តទាញជំរុញត្រួយបាទអញ្ចឹងរយៈពេលនៃបងបាញ់បាទរយៈពេល1សប្តាហ៍ទៅ10ថ្ងៃទៀតយើងនឹងមកតាមដានម្ដងទៀតចង់ដឹងថាគោលទីបងបានប្រើទៅលើរូបមន្តនេះតើស្វាយបបងហ្នឹងបាទចេញត្រួយបានប៉ុណ្ណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចាំតាមដានទស្សនាវីដេអូក្រោយពីយើងធ្វើការបាញ់រួចបាទមកយកលទ្ធផល